ខ្ញុំកណាសូមនមស្ការចំពោះព្រះមេគុណនិងសហការីគុណគ្រប់រាជធានីខេត្តទាំងអស់ជាទីសក្ការៈខ្ញុំកណាមួយរយៈនេះបានពិនិត្យឃើញប្រសង់មួយចំនួនតូចដែលបានចេញអាកប្បកិរិយាកាយវិការផ្សេងមានបញ្ចូលបទចម្រៀងតាមរយៈTikTok Facebook និងតាមបណ្ដាញសង្គមនានាខ្ញុំកណាដូចជាអាសូរពុទ្ធសាសនាណាមិនគួរណាប្រសង់មួយចំនួនតូចពិសេសប្រសង់ក្មេងៗហ្នឹងធ្វើសកម្មភាពខុសធម៌ខុសវិន័យខុសសិលធម៌រស់នៅប្រចាំថ្ងៃដែលធ្វើឲ្យពុទ្ធសាសនាមានការរស់រវើយនិងប៉ះពាល់កិត្តិយសពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋតែខ្ញុំកណាបានពិនិត្យមើលទៅឃើញព្រះមេគុណនិងសហការីរាជធានីខេត្តទាំងអស់ដូចមិនយកបតីទុកដាក់សោះស្ងាត់ឲ្យឈឹងហើយគ្រប់នេះបង្កើតឡើងដើម្បីប្រគេនព្រះអង្គដោះស្រាយបញ្ហាផ្សេងតាមស្រុកតាមខេត្តដែលកើតមាននៅក្នុងមូលដ្ឋានរបស់ព្រះអង្គផ្ទាល់ហើយខ្ញុំកណាអត់ឃើញមានសកម្មភាពអីសោះក្នុងគ្រប់នឹងឲ្យស្ងាត់ឲ្យឈឹងហើយសូមព្រះអង្គតូតមើលទៅតើឃើញអង្គណាយ៉ាងម៉េចអង្គណាយ៉ាងណាកើតនៅស្រុកណាខេត្តណាវត្តណាសូមព្រះអង្គដោះស្រាយជាបន្ទាន់ហើយសូមដោះស្រាយហើយសូមឲ្យព្រះអង្គលុបរូបភាពសកម្មភាពនេះចោលឲ្យអស់ទៅឯកឧត្តមរដ្ឋមន្ត្រីលោកបានណែនាំទៅប្រធានមន្ត្រីធម្មការនិងសាសនារាជធានីខេត្តឲ្យមានវិធានការដោះស្រាយជាបន្ទាន់ហើយយើងក្នុងនាមជាព្រះមេគុណយើងគិតយ៉ាងម៉េចដែរបើយើងអត់ធ្វើការក្នុងគ្រប់អត់ឃើញមានសកម្មភាពសោះបើព្រះមេគុណលោកចាស់ក៏មានសហការីគុណក្មេងៗដែលលោកចាស់